រយៈពេល30ឆ្នាំមកហើយរាប់ចាប់ពីស្ថាប័នអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងនៅឆ្នាំ1995ដែលធ្វើឲ្យចរន្តនៃការជួសជុលអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានអង្គរកាន់តែល្អប្រសើរនៅតំបន់រលួសដែលមានប្រាសាទលលៃប្រាសាទព្រះគោនិងក្រុមប្រាសាទបាគងជាដើមក៏ទទួលបានការអភិរក្សនិងជួសជុលច្រើនផងដែរនេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរានៅលើទំព័រ Facebook នៅរសៀលថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025លោកហ៊ុនសុកជាតិវិស្វករនៃអាជ្ញាធរជាតិអប្សរាដែលកាន់កាប់ការងារអភិរក្សនិងជួសជុលតំបន់រលួសបានលើកឡើងថាប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមការងាររបស់លោកបានខិតខំប្រឹងប្រែងដើម្បីចូលរួមជួយសង្គ្រោះប្រាសាទឥដ្ឋដែលមានហានិភ័យខ្លាំងឲ្យងើបឈរនិងរឹងមាំឡើងវិញលោកសុកជាតិបន្ថែមថាការងារជួសជុលប្រាសាទឥដ្ឋមានភាពលំបាកជាងការជួសជុលប្រាសាទថ្មហើយវាប្រឈមនឹងការបាត់បង់ប្រសិនបើជួយសង្គ្រោះមិនទាន់ពេលវេលាខុសពីប្រាសាទឥដ្ឋដែលធ្លាក់ថ្មរីប៉ាយប៉ុន្តែគេនៅតែអាចរើសថ្មមួយដុំទាំងនោះមកគុំជួសជុលឡើងវិញបានល្អចំណែកប្រាសាទឥដ្ឋវិញឥដ្ឋតូចមួយដុំដែលធ្វើដោយឥដ្ឋនោះវានឹងពុកផុយឬដួលបាក់បែកជាគំនរឥដ្ឋដែលការងារសង្គ្រោះវាមានភាពលំបាកពេលខ្លះគេពិបាកនឹងសង្គ្រោះនៅពេលដែលវាបានដួលរៀបដល់ដីហើយលោកសុកចិត្តបញ្យល់ដូចនេះថាចំពោះប្រាសាទឥដ្ឋនេះវាអត់មានដូចប្រាសាទថ្មបានទេព្រោះវាកាន់តែខូចខាតកាន់តែបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃហើយប្រសិនយើងអត់ថែទាំអភិរក្សទប់ស្កាត់ការបាត់បង់របស់វាទេវានឹងបាត់បង់ជារៀងរហូតច្រើនឆ្នាំមកនេះក្នុងនាមអ្នកជំនាញការមួយរូបលោកសុកជាតិបានបញ្ជាក់ថាក្រុមការងារនៅតំបន់រលួសបានអភិរក្សនិងជួសជុលប្រាសាទមួយចំនួនដូចជាប្រាសាទលលៃដែលបិទបញ្ចប់ហានិភ័យនៃតួប្រាង្គទាំង4ក្រៅពីនោះបានជួសជុលប្រាសាទតួប្រាង្គជ្រុងអេសាននិងខ្លោងទ្វារខាងកើតប្រាសាទព្រះគោនៅប្រាសាទបាគងវិញក្រុមការងារបានជួសជុលសម្រាប់ជួសជុលតួប្រាង្គលេខ8លេខ7និងលេខ4និងកំពុងជួសជុលប្រាង្គលេខ5បន្តទៀតយ៉ាងណាមិញលោកសុកជាតិវិស្វករគម្រោងបញ្ជាក់ថានៅមានប្រាសាទឬបុរាណដ្ឋានជាច្រើនទៀតដែលត្រូវការអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាអភិរក្សនិងជួសជុលបន្តសម្រាប់អ្នកជំនាញកិច្ចការងារអភិរក្សគឺតជាប់រហូតមិនដាច់ទេត្បិតថាបញ្ហាប្រឈមរបស់ប្រាសាទនៅមានជាដរាបដែលត្រូវការមនុស្សមើលថែរក្សាដូចជាការងារសម្អាតរុក្ខជាតិជាដើមលោកសុកជាតិបន្ថែមថាបញ្ហាសំណង់ខ្លួនឯងក៏ត្រូវការអភិរក្សផងដែរព្រោះប្រាសាទនីមួយៗធ្វើពីគ្រឹះកម្រាលហើយការសម្រុតមិនស្មើគ្នានេះដែលធ្វើឲ្យមានស្នាមប្រេះនៅលើជញ្ជាំងជាដើមលោកតាសឹមអឿមចាស់ព្រឹទ្ធាចារ្យនិងជាអ្នកជួសជុលប្រាសាទឥដ្ឋជាង30ឆ្នាំមកហើយបានបង្ហាញពីមោទនភាពជាខ្លាំងក្នុងនាមអ្នកអង្គរមួយរូបដែលបានរួមចំណែកជួសជុលប្រាសាទឲ្យរឹងមាំឡើងវិញលោកតារំលឹកថាធ្លាប់បានជួសជុលប្រាសាទឥដ្ឋមួយចំនួនដូចជាប្រាសាទត្រពាំងផុងព្រៃមន្ទីរអកយំបាតជុំលលៃនិងប្រាសាទបាគងជាដើមធ្លាប់មានឪពុកជាអ្នកជួសជុលប្រាសាទនៅសម័យបារាំងលោកសឹមអឿមបានបង្ហាញអារម្មណ៍រីករាយនៅពេលបានបន្តការងារពីឪពុកក៏ដូចជាបានរួមចំណែកការពារមរតកវប្បធម៌ជាតិខ្មែរសម្រាប់កូនចៅជំនាន់ក្រោយបន្ថែមពីនេះបច្ចុប្បន្នលោកក៏កំពុងផ្ទេរចំណេះដឹងទៅកាន់អ្នកជំនាន់ក្រោយផងដែរដោយសង្ឃឹមថាពួកគេនឹងបន្តការងារអភិរក្សនិងជួសជុលប្រាសាទឲ្យបានគង់វង្សជាដរាប